ចំណុចទី4អនុវត្ត limit យើងសិក្សាទៅលើ asymptote ដូចនេះហៅថា asymptote គឺជាបន្ទាត់តែខ្សែកោងទៅអាចចិត្ត asymptote ត្រូវបានគេបែងចែកជា3គឺ asymptote ឈរដេកហើយនិង trade asymptote ឈរពាក្យតែឈរគឺតើតមួយបន្ទាត់ណាព្រោះវាឈរត្រង់ទៅលើហើយបន្ទាត់ឈរយើងមិនតាំងវាដោយគេព្រោះយើងបន្ទាត់ឈរគឺយើងតាំងវាដោយ x ស្មើ a ណាអញ្ចឹងបើតើតមួយតម្លៃ x សូមបងប្អូនមើលទៅលើ a នេះតម្លៃវានៅលើ a ដែរប៉ុន្តែដល់ពេលដែលយើងគូសយើងតែងតែគូសឡើងទៅលើណាអញ្ចឹងកន្លែងនេះគឺត្រង់ a ហើយបន្ទាត់នោះគឺជាបន្ទាត់ x ស្មើ a ហ្នឹងឯងហើយបើយើងមើលទៅតាមរូបភាពខ្សែកោង c y ស្មើ a នេះវានឹងគៀកទៅរកបន្ទាត់ x ស្មើ a ប៉ុន្តែអត់កាត់ទេវាគាត់នឹងគៀកទេអញ្ចឹងបន្ទាត់ x ស្មើ a នេះគឺជា asymptote ឈរសួរថាតើលក្ខណៈណាដែលយើងអាចសន្មតថាបន្ទាត់ x ស្មើ a គឺជា asymptote ឈរអញ្ចឹងបើយើងមើលតាមក្រាហ្វឬក៏រូបភាពយើងឃើញថានៅពេលដែល y របស់យើងនេះឃើញវាឡើងទៅលើអញ្ចឹង y របស់យើងវានឹងខិតចិត្តទៅរកអីគេខិតចិត្តទៅរកបូកអណនមែនទេបើយើងមើលតាមរូបភាពហ្នឹងតែតម្លៃ x របស់យើងគឺសឹងដល់កន្លែង a ហ្នឹងអញ្ចឹង x របស់យើងនេះសឹងតែខិតទៅរក a មែនទេមានន័យថាខិតទៅរក a អញ្ចឹងបើសិនជាយើងសរសេរជាទម្រង់ limit គឺ limit x របស់យើងខិតទៅចិត្ត a ហើយនៃ y ហើយ y ហ្នឹងខិតចិត្តឲ្យគេតម្លៃបូកអណនមែនទេអញ្ចឹងយើងអាចសន្និដ្ឋានបានថា x ស្មើ a នេះគឺជា asymptote ឈរបាទនៃខ្សែកោង c ប៉ុន្តែ y ហ្នឹងវាលក្ខខណ្ឌវាទៅរកបូកអណននេះចុះបើសិនជា y ខិតទៅចិត្តដកអណនវិញតើជា asymptote អត់ក៏ជា asymptote ដូចគ្នាអញ្ចឹងមើលតាមរូបភាពនេះអញ្ចឹងបើសិនយើងមើលតាមរូបភាពនេះខ្សែកោងរបស់យើងមិនវាសំយ៉ងចុះមកខាងក្រោមហើយយើងដឹងតែចុះមកខាងក្រោមមិនតម្លៃវានឹងខិតទៅរកតម្លៃកាន់តែតូចទៅគឺដកអណនហ្នឹងឯងតែតម្លៃ x របស់យើងគឺសឹងតែនៅកន្លែង a អញ្ចឹង x របស់យើងគឺស្មើ a ជាបន្ទាត់អីគេបន្ទាត់ឈរហើយជា asymptote ឈរនៃខ្សែកោងអញ្ចឹងយើងនៅតែដាក់លក្ខខណ្ឌដដែលទេបើតែយើងដូរឲ្យគេយើងដូរតាក់ទងមួយ y របស់យើងណា y ហ្នឹងខិតចិត្តអីគេចិត្តទេណាយើងដាក់សញ្ញាស្មើមិនតែតែពាក្យ limit នៅពីមុខហើយគឺខិតចិត្តទេអញ្ចឹងករណីនេះគឺ y របស់យើងគឺខិតចិត្តដកអណនណាអញ្ចឹងបន្ទាត់ x ស្មើ a ជា asymptote ឈរដូចគ្នាអញ្ចឹងយើងមានពីរលក្ខខណ្ឌបើសិនជា limit របស់យើង x ខិតទៅចិត្ត a នៃ y ស្មើបូកអណនក៏បានដកអណនក៏បាននេះមើលខាងលើណាអញ្ចឹងបន្ទាត់ x ស្មើ a ហ្នឹងវាជា asymptote ឈរតើតមួយ asymptote ដេកបើយើងនិយាយពាក្យថាដេកណាយើងទៅមើលបន្ទាត់ដេករបស់យើងបន្ទាត់ដេករបស់យើងគឺយើងតែងតែសរសេរឬក៏យើងតាំងវាដោយ y ស្មើ b ណាអញ្ចឹង y ស្មើ b អាចដើរតួជា asymptote ដេកបានលុះត្រាតែអីបើយើងមើលតាមរូបភាពនេះយើងមើលតាមតម្លៃនេះ x របស់វាខិតទៅចិត្តបូកអណនមែននេះទៅរហូតទៅខាងស្ដាំព្រោះ x កាលណាវាសំយ៉ងទៅខាងស្ដាំអញ្ចឹងវានឹងទៅរកបូកអណនហើយអានោះវាយើងតាក់ទងមួយ x ណាចុះ y របស់យើង y តម្លៃ y វាសឹងតែនៅកន្លែង b នេះណាអញ្ចឹង y របស់យើងគឺខិតចិត្ត b វិញអញ្ចឹងយើងអាចសន្និដ្ឋានថាអីបាទបន្ទាត់ y ស្មើ b គឺជា asymptote ដេកអញ្ចឹងលក្ខខណ្ឌទី1គេ limit x ខិតទៅចិត្តបូកអណននៃ y ហើយ y ហ្នឹងខិតចិត្តអីគេខិតចិត្ត b អញ្ចឹងបន្ទាត់ y ស្មើ b នេះជាអីគេជា asymptote ដេកណាជា asymptote ដេកនៃ c ហ្នឹងគឺមានសមីការ y ស្មើ x ហ្នឹងឯងហ្នឹងបើយើងនិយាយលក្ខខណ្ឌទី1លក្ខខណ្ឌនេះទៀតយើងប្រើពាក្យថាឬណាព្រោះលក្ខខណ្ឌពីរហ្នឹងមួយណាក៏បានដែរយើងមើលតាមរូបភាពនេះមិន x របស់យើងខិតចិត្តដកអណនមែនទេនេះពួកខាងនេះគឺដកអណនហើយបើយើងនិយាយពី x ហើយបើយើងនិយាយអំពី y គឺនៅតែខិតចិត្ត b ដដែលទេអញ្ចឹងលក្ខខណ្ឌមួយទៀតគឺ x យើងខិតចិត្តអីគេខិតចិត្តដកអណនតែ y របស់យើងខិតចិត្ត b អញ្ចឹងបើយើងសរសេរជាទម្រង់ limit គឺអីគេ limit x ខិតចិត្តដកអណននៃ y ហើយ y ហ្នឹងគឺខិតចិត្ត b អញ្ចឹងយើងអាចសន្និដ្ឋានបានថា y ស្មើ b ជា asymptote ដេកនៃខ្សែកោង c y ស្មើ a នៃ x ហ្នឹងឯងអញ្ចឹងលក្ខខណ្ឌពីរហ្នឹងមួយណាក៏បានដែរណាយើងអាចទៅសរសេររួមចេះ limit x ខិតចិត្តបូកអណនក៏បានដកអណនក៏បាននៃ y ស្មើ b ណាប៉ិតស្មើហ្នឹងក៏ប៉ិតមិនមែនទេទៅ y ខិតចិត្ត b ទេណាបាទតើតមួយ asymptote trade បាទ asymptote trade ក៏មិនខុសពី asymptote ឈរនឹងដេកដែរវាជាបន្ទាត់ណាបន្ទាត់អីគេគឺបន្ទាត់ trade ណាហើយបន្ទាត់ trade យើងដឹងហើយទម្រង់របស់វាមិនគឺ d y ស្មើគេ x បូក b ណាព្រោះថានៅពេលណាដែលយើងអាចសន្និដ្ឋានថាបន្ទាត់ trade ហ្នឹងជា asymptote ឬក៏វាធ្វើឲ្យខ្សែកោងហ្នឹងតែអាចចិត្តវាបានលុះត្រាតែយើងអាចបំបែកខ្សែកោងហ្នឹងជាទម្រង់បែបនេះធម្មតាខ្សែកោងវាតែងតែឲ្យសមីការមកមែនទេអញ្ចឹងយើងបំបែកសមីការវាជាទម្រង់ ax បូក b បូក c លើ a' x បូក b' ទម្រង់បែបនេះគេអាចឲ្យឈ្មោះម្យ៉ាងទៀតថាទម្រង់ canonic ប៉ុន្តែគ្រូខ្លះគេអាចអានផ្សេងក្រៅពីគ្រូណាអញ្ចឹងវាមានអីគេវាមានទ្វេធាវាមានប្រភេទដែលប្រភេទហ្នឹងមានពាក្យបែងដែលវាធ្លាប់បញ្ញត្តិ x អញ្ចឹងកាលណាយើងសរសេរទម្រង់បែបហ្នឹងហើយបើសិនជា limit x ខិតទៅចិត្តបូកអណនក៏បានដកអណនក៏បានណាបាទនៃនេះ c លើ a' x បូក b' ហ្នឹងស្មើ0យើងអាចសន្និដ្ឋានថានេះបន្ទាត់នេះ
បតត D របស់យើងមើលតាមរូបភាពនេះបតត D របស់យើង y ស្មើគេ y ស្មើ ax បូក b គឺជាអាស៊ីមតូត trade នៃខ្សែកោងហ្នឹងអត់ទេអញ្ចឹងយើងចាំយកតែម្ដងហើយបើយើងមើលរូបភាពនេះអានេះគឺ D របស់យើងជាអាស៊ីមតូត trade របស់ខ្សែកោង C y ស្មើ n ហ្នឹងត្រង់ x កាត់ទៅចិត្តអីគេ x កាត់ទៅចិត្តដក non អញ្ចឹងកន្លែងនេះយើងអាចដាក់តាមមួយបាន limit x កាត់ទៅចិត្តដក non អីគេ C លើ a' x បូក b ហើយតម្លៃ limit ហ្នឹងគឺស្មើ0ណាចុះនេះវិញបាទនេះគឺมันខុសពីមិនដែរគាត់ថាករណីនេះយើងមើលតម្លៃដែលវាតម្លៃ x ដែរខ្សែកោងចាប់ដើមអាចចិត្តទៅលើបតត D វាឃើញថាវាមិនវាតម្លៃ x វាកាត់ទៅចិត្តបូក non មែនទេមើលកន្លែងnàyវាត្រង់តែវាអាចចិត្តអញ្ចឹង x របស់យើងវាទៅខាងស្ដាំគៀកទៅរកបូក non ហើយអញ្ចឹងករណីនេះយើងអាចដាក់លក្ខខណ្ឌថាម៉េចវាបាទ limit x កាត់ចិត្តបូក non នៃ c លើ a' x បូក c ស្មើ0ទៅយើងអាចសន្និដ្ឋានបាននេះ c ឡើងថែមស្មើ0យើងអាចសន្និដ្ឋានថាម៉េចបាទ D របស់យើង y ស្មើ x បូក b ជាអីគេពេលសន្និដ្ឋាននេះអាធ្វើទីខាងមុខហ្នឹងមិនសន្និដ្ឋានអាកន្សោមសន្និធានទេពេលយើងយកមកប្រើយើងប្រើកន្សោមសន្និធានបាទអញ្ចឹងជាអាស៊ីមតូតអីគេអាស៊ីមតូត trade មែនទេ trade នៃអីគេ trade នៃ c របស់យើងណា c ហ្នឹងគឺ y ស្មើ n x អញ្ចឹងបើយើងនិយាយអំពីករណីនេះគឺមានខាងបូក non ហើយករណីមុនមានខាងដក non ហើយបាទយើងប្រើពាក្យឬទៅណានៅកន្លែងនេះឬតែបើរូបភាពរបស់យើងយើងយកបូក non នេះបើតាមមើលរូបភាពនេះហើយរូបភាពនេះមិនយើងយក x កាត់ចិត្តដក non ហើយអញ្ចឹងជារួមវិញគឺយើងចាំលក្ខខណ្ឌរបស់វាការប្រើ limit ហ្នឹងហើយសន្និដ្ឋានបានបើសិនវាគ្រប់លក្ខខណ្ឌរបស់ limit ដែលរូបបានបរិញ្ញាហ្នឹងអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងសិនទេចាំជួបគ្នាក្រោយយើងកែលម្អិតទៅយើងរំលឹកនឹងឡើងវិញបងប្អូននេះជាការតេស្តសាកល្បងទាក់ទងមួយការប្រើដង 2m 10ជាមួយនឹងទឹកសុទ្ធ1លីត្រជាង7លីត្រកន្លះណាយើងថា1គីឡូជាងចុះអញ្ចឹងយើងឃើញថាវាអាចលើកបានយ៉ាងងាយបើមិនជាធ្ងន់ជាងហ្នឹងលោកគ្រូយើងទាញឲ្យជាប់ជាមួយដីចឹងស្មើរកន្លែងណារៀងពីហើយទាញវាមកវាងាយបាក់ទេអញ្ចឹងបងប្អូនណាដែលមានតម្រូវការទាក់ទងមួយដង 2m 10ដងតាន់ជាមួយនឹងដុំនេះដុំ2000ជាមួយនឹងខ្សែត្រេះ X9 ណាអាចទាក់ទងបាន Amazing